ក្រុមអ្នកធ្វើការតាមផ្ទះនៅព្រឹកថ្ងៃអង្គារទី16មិថុនានេះបានដាក់ញត្តិទៅកាន់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាពន្យាការផ្ដល់សច្ចាប័នលើអនុសញ្ញា ILO C189 ដែលតម្រូវឲ្យរដ្ឋជាសមាជិកផ្ដល់សិទ្ធិនិងការការពារស្មើៗគ្នាដល់អ្នកបម្រើការងារតាមផ្ទះដោយទៅនឹងកម្មករក្នុងវិស័យដទៃចឹងហោចណាស់មានអ្នកធ្វើការតាមផ្ទះជាង100នាក់បានរួមគ្នាផ្តិតមេដៃដាក់ញត្តិទៅកាន់ក្រសួងការងារនាព្រឹកថ្ងៃអង្គារនេះដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគេក្នុងសេចក្តីស្នើទៅកាន់រដ្ឋមន្ត្រីក្រសួងការងារគឺលោកអេងសួរសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចកោប្រព័ន្ធដែលមានលោកវ៉ាន់ពៅជាប្រធានបានបញ្ជាក់ថាសមាគមបាននឹងកំពុងសហការជាមួយគម្រោងធំៗមួយចំនួនដើម្បីលើកកម្ពស់កិច្ចគាំពារសង្គមនិងសិទ្ធិការងារដល់កម្មករបម្រើការងារតាមផ្ទះសេចក្តីស្នើនេះធ្វើឡើងចំពេលសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចកោប្រព័ន្ធបានរៀបចំទិវាអន្តរជាតិការងារតាមផ្ទះ16មិថុនាខួបលើកទី15ក្រោមប្រធានបទឆ្ពោះទៅសិទ្ធិការងារសន្តិសុខការងារនិងគាំពារសង្គមសម្រាប់កម្មករធ្វើការតាមផ្ទះប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវ៉ាន់ពៅបានឲ្យដឹងថាការដាក់ញត្តិទៅកាន់ក្រសួងការងារនៅថ្ងៃទី16មិថុនានេះជាឱកាសដើម្បីស្នើឲ្យក្រសួងការងារពិចារណាពន្យាការផ្ដល់សច្ចាប័នដល់អនុសញ្ញា ICL C189 ធ្វើយ៉ាងណាផ្ដល់លក្ខខណ្ឌការងារសមរម្យដល់ក្រុមកម្មករដែលធ្វើការតាមផ្ទះបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះទី1គឺកិច្ចសន្យាការងារអត់មានទី2គោលការណ៍ប្រាក់ឈ្នួលអបបរមាក៏អត់មានទី3ការឈប់សម្រាកដោយមានប្រាក់ឈ្នួលក៏អត់មានទី4ឈប់សម្រាកបុណ្យសម្រាកអីសពបែបយ៉ាងក៏អត់មានទី5ការធ្វើការលើម៉ោងក៏អត់មានពេលវេលាសម្រាប់ធ្វើការលើម៉ោងមានប្រាក់បន្ថែមនៅពេលធ្វើការលើម៉ោងដែរបាទចំណុចផ្សេងទៀតដូចជាការរំលោភបៀតបៀនទាំងផ្លូវកាយផ្លូវចិត្តអីជាដើមអញ្ចឹងហើយដែលជាបញ្ហាសំខាន់ជាងគេហើយបញ្ហាសំខាន់មួយទៀតនោះគឺយើងចង់ឲ្យអ្នកធ្វើការតាមផ្ទះទាំងអ្នកមានប្រាក់ខែក្តីអ្នកដែលធ្វើការឲ្យគ្រួសារក្តីឲ្យគិតថាមានតម្លៃស្មើដោយកម្មករដោយអ្នកធ្វើការដទៃដែរលោកវ៉ាន់ពៅបន្ថែមថាអនុសញ្ញា189គឺធានាកម្មករធ្វើការតាមផ្ទះលក្ខខណ្ឌការងារធានាសិទ្ធិការឈប់សម្រាកប្រាក់ឈ្នួលអបបរមាហើយធានាសម្រាប់កម្មករធ្វើការតាមផ្ទះដែលចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេសថែមទៀតបើតាមលោកវ៉ាន់ពៅអនុសញ្ញា ILO មួយនេះមានសារៈសំខាន់សម្រាប់ក្រុមកម្មករធ្វើការតាមផ្ទះទាំងក្នុងប្រទេសនិងក្រៅប្រទេសក្នុងនាមជាតំណាងក្រុមកម្មករធ្វើការតាមផ្ទះលោកស្រីយ៉ុងស្រីមុំបានទាមទារឲ្យក្រសួងការងារពន្យាការផ្ដល់សច្ចាប័នលើអនុសញ្ញា ILO C189 និងធានាលើការចុះបញ្ជីបសសសូមក្រសួងរាជរដ្ឋាភិបាលផ្ដល់សច្ចាប័នC189 របស់ ILO ចាដើម្បីឲ្យអ្នកធ្វើការងារតាមផ្ទះមានការងារធ្វើសមរម្យមានប្រាក់ខែសមរម្យហើយសម្រាប់ហើយនឹងមានបសសប្រើដូចគេផ្សេងទៀតអញ្ចឹងណាព្រោះអីសម្រាប់ពួកខ្ញុំធ្វើការងារតាមផ្ទះពួកខ្ញុំធ្វើការនៅក្នុងផ្ទះអញ្ចឹងពិបាកអត់ដល់ពេលឈឺស្កាត់អីក៏ពិបាកដែរហើយមួយទៀតសម្រាប់អ្នកតកែគាត់អត់បានទៅចុះបញ្ជីបសឲ្យពួកខ្ញុំទេបើយោងតាមលោកស្រីយ៉ុងស្រីមុំបច្ចុប្បន្នក្រុមអ្នកធ្វើការតាមផ្ទះដែលមានម្ចាស់ផ្ទះជាជនបរទេសមានភាពប្រសើរច្រើនតែសម្រាប់ក្រុមអ្នកធ្វើការតាមផ្ទះដែលមានម្ចាស់ផ្ទះជាជនជាតិខ្មែរបានជួបបញ្ហាប្រឈមច្រើនបញ្ហាប្រឈមនៅត្រង់ថាលក្ខខណ្ឌការងារកិច្ចសន្យាការងារនិងការចុះបញ្ជីបសសដែលម្ចាស់ផ្ទះជាជនជាតិខ្មែរនៅមិនទាន់យល់ពីច្បាប់ការងារកម្ពុជានេះបើតាមតំណាងក្រុមអ្នកធ្វើការតាមផ្ទះប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលស្គាល់នៅបញ្ហាប្រឈមដែលក្រុមកម្មករធ្វើការតាមផ្ទះកំពុងជួបប្រទះសប្តាហ៍នេះអ្វីដែលលោកកត់សម្គាល់និងព្រួយបារម្ភខ្លាំងនោះគឺជាការពន្យាពេលផ្ដល់សច្ចាប័នលើអនុសញ្ញា ILO C189 និងអាចធ្វើឲ្យកម្មករខ្មែរដែលចំណាក់ស្រុកទៅធ្វើការងារតាមផ្ទះនៅក្រៅប្រទេសជួបបញ្ហាប្រឈមកាន់តែច្រើនជាពិសេសសម្រាប់កម្មករខ្មែរធ្វើការនៅប្រទេសថៃនាអំឡុងពេលដែលកម្ពុជានិងថៃមានជម្លោះព្រំដែនក្នុងពេលបច្ចុប្បន្ន